នៅលើលោកនេះគ្មានអ្វីពិបាកជាងទំនាក់ទំនងរវាងមិត្តនិងមិត្តប្រុសទេដែលយើងស្មោះត្រង់ទៅខ្ញុំមិនចូលចិត្តលោកទេមើលសម្លេងរបស់សង្សារខ្ញុំមិនចូលចិត្តខ្ញុំវាមិនមែនជាបញ្ហាទេចុះបើមិនលោកមិនចូលចិត្តយ៉ាងសុជីតើក៏យ៉ាងមិនទៅពួកគេមិនមែនជាបងប្អូនខ្ញុំឯណាចុះបើសិនជាយ៉ាងសុជីចាំងទៅមានស្នាមជ្រួញលេងស្អាតលោកនៅតែស្រឡាញ់នាងទៀតទេបើសុជីអាយុច្រើនសក់ស្កើងមុខមាត់មិនស្អាតបានន័យថាខ្ញុំមើលថែនឹងមិនបានល្អខ្ញុំមិនដំណើររឿងនេះកើតឡើងទេយ៉ាងមិនដែរមិត្តប្រុសខ្ញុំលីតងតែល្អដែរទេពូកែពូហានណានេះគ្រាន់តែជាដំណាក់កាលទី1ទេនៅមានការឆ្លងកាត់ច្រើនដំណាក់កាលទៀតអញអីក៏រើអានគេម៉េចមើលរឿងរ៉ូមែនទិកមើលរឿងភ័យរន្ធត់សុជីអូចង់មើលរឿងអីខ្ញុំឃ្លានខ្ញុំទៅញ៉ាំអីហើយកម្រណាស់ដែលពួកយើងបានញ៉ាំអាហារជាមួយគ្នាមកញ៉ាំទៅដើមឡើយវាគឺជាការជួបជុំរវាងមិត្តភ័ក្តិរបស់ពួកយើងទេតែបែរជាមានអ្នកខ្លះមកជ្រៀតជ្រែងថ្ងៃឆ្លងឆ្នាំជាថ្ងៃដែលគួរតែជួបសង្សារតែមិនដែរទេញ៉ាំទៅញ៉ាំទៅណែសុជីញ៉ាំទៅមិនអីទេដើម្បីអូនមានអារម្មណ៍ថាស្រួលនៅពេលដែលញ៉ាំវាចាំបងធ្វើអីខ្ញុំចេញទៅមុនហើយមិនបានចាក់ចេញមកអញ្ចឹងខ្ញុំសូមប្រកាសលីតងបាច់ឆ្លងជាប់ហើយមើលទៅគេទៅពិតជាល្អនឹងឯងណាចាស់ហេតុអីបានចាក់ឯងមើលទៅដូចជាមិនសប្បាយចិត្តអញ្ចឹងខ្ញុំខ្លាចតែគាត់ធ្វើមិនបានល្អនឹងធ្វើឲ្យអញឈឺចាប់ខ្ញុំខ្លាចតែគាត់ល្អដល់ឯងពេកឯងនៅមិនត្រូវការខ្ញុំទៀតណែថាខ្ញុំត្រូវការឯងនោះជាច្រើនឆ្នាំកន្លងមកអ្នកដែលតាំងតែនៅក្បែរខ្លួនខ្ញុំគឺមានតែនាងម្នាក់ទេលុយ3000ដែលបងមកចេះពីអូនលើកមុននោះតើបងអាចសងអូនវិញបានទេអូនត្រូវការយកទៅបងថ្លៃជូនយកលុយពីសងសារជាមួយនឹងគ្នាវាបំផ្លាញទឹកចិត្តគ្នាយល់ដែរទេមិនអីទេខ្ញុំទៅបប្រាក់ខែឯងត្រូវការប៉ុន្មានដែរ3000លើដែលនៅសល់ឯងទុកតែឯងញ៉ាំដោយខ្លួនឯងទេថ្មីនេះឯងមើលទៅដូចជាស្គមណាស់អាឡូអូនឈឺហើយតើបងអាចមកមន្ទីរពេទ្យបានទេគ្មានពេទ្យគ្មានអ្នកព្យាបាលទេខ្ញុំនៅវិធីព្យាបាលដែរទេនៅពេលដែលខ្ញុំទៅហើយខ្ញុំធ្វើស្អីបានទៅបានទេបើដែរមិនបានចាយមិនប្រាប់ខ្ញុំថាឯងឈឺអញ្ចឹងខ្ញុំបានធ្វើបបឲ្យឯងតោះចាំខ្ញុំមើលថាឯងបើសម្លាញ់បងភ្លុកក្រែមនេះទៅផ្អែមទេឆ្ងាញ់ណាស់ពិតជាល្អមែនលោកមានអារម្មណ៍ញ៉ាំទៀនលោកសន្យាថារៀបការជាមួយចាស់សុជីហ៊ានបោកនាងផងមនុស្សប្រុសចង្រៃខ្ញុំអ្វីលោកឲ្យស្លាប់មិនអីទេឯងនឹងបានជួបមនុស្សដ៏ល្អជាងនេះយ៉ាងច្រើនចង់ជាមួយថៃឯងមិនអីទេក៏ពិបាកចិត្តអីឥឡូវនេះឯងបានជួបជាមួយនឹងមនុស្សល្អហើយទោះបីជាថ្ងៃក្រោយយើងមិនសូវមានពេលជួបគ្នាក៏ដោយតែខ្ញុំក៏សប្បាយចិត្តដែរអត់ទេចាប់ពីពេលនេះតទៅខ្ញុំនឹងជួបឯងរាល់ថ្ងៃឯងមានពេលមកពីណាមកកំដៅមិត្តភក្តិផងនិងសង្សារផងនឹងនាងពិតជាមាននេះជាផ្ទះរបស់ពួកយើងហើយផ្ទះនៅទល់មុខនឹងខ្ញុំក៏បានទិញដែរបើនឹងចង់នៅជាមួយអ្នកណាប្រកល់ឲ្យគេទៅ